ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបងប្អូនថ្ងៃនេះខ្ញុំបងប្អូនមកស្លមកជួបគ្រឿងបងប្អូនឆ្អឹងជំនីគោបងប្អូនទាំងអស់គ្នានិយាយទៅស្លមកនេះគឺងាយស្រួលធ្វើណាបងប្អូនហើយរសជាតិវាគឺឆ្ងាញ់បងប្អូនទាំងអស់គ្នាព្រោះយើងទិញមកថ្មីស្រស់ៗចឹងនេះគឺជាគ្រឿងផ្សំមកវាបងប្អូនទាំងអស់គ្នាស្លថ្ងៃនេះគឺស្លជាមួយនឹងឃ្លោកបងប្អូនមានសណ្តែកដីម្ដែងស្លឹកក្រូចខ្ទឹមសខ្ទឹមក្រហមគល់ក្រៃអីចឹងបងប្អូនទាំងអស់គ្នាហើយនឹងការីតុក្កតាហើយឆ្អឹងគោនេះយើងលាងទឹកវាស្អាតហើយបងប្អូនទាំងគ្នាហើយឈាមនេះគឺគេថែមឲ្យបងប្អូនម្ដុំហ្នឹងតោះមកយើងហាន់គល់ក្រៃបងប្អូនហាន់វាម៉ត់បែបហ្នឹងមកដាក់វាចូលទៅក្នុងត្បាល់បុកជាមួយនឹងស្លឹកក្រូចសើចស្លឹកអីយើងហើយបន្ថែមជាមួយនឹងខ្ទឹមសខ្ទឹមក្រហមបងប្អូនទាំងគ្នាដាក់វាចូលបុកចូលគ្នាទាំងអស់មកហើយនេះគឺជាការីតុក្កតាបងប្អូនទាំងគ្នាយើងចាក់វាយកពណ៌អាហ្នឹងបងប្អូនហើយនេះគឺជាម្ដែងនេះគឺយើងដាក់វាតែមួយដុំទៅបានណាបងប្អូនទាំងគ្នាបុកវាឲ្យម៉ត់បងប្អូនទាំងគ្នានេះបងប្អូនចេញជារូបរាងបែបនេះមកហើយប៉ុណ្ណឹងគឺល្មមហើយបងប្អូនយើងបុកគ្រឿងហ្នឹងគឺបុកម្ដែងបុកអីហ្នឹងដើម្បីឲ្យវាក្លិនឈ្ងុយបងប្អូនទាំងគ្នាហើយសាច់នេះយើងចាក់ចូលឆ្នាំងផ្លុកមកបងប្អូនតែដីនេះគឺខ្ញុំអត់បុកទេខ្ញុំដាក់វាអញ្ចឹងដល់ពេលយើងស្លឆ្អិនទៅវារីកទៅហើយវាមានក្លិនឈ្ងុយពេលដែលយើងហាំហូបទៅអញ្ចឹងបងប្អូនហើយចំពោះគ្រឿងកែវរបស់យើងនេះគឺយើងដាក់ចូលគ្នាកូរទាំងបងប្អូនមានទាំងម្ជូរមានទាំងគ្រឿងបុកយើងមិញហ្នឹងហើយស្ករប៊ីចេងប្រហុកនេះគឺយើងក៏ច្រាមវាបងប្អូនអស់ដើម្បីវាខ្ទេចឆ្អឹងអញ្ចឹងបងប្អូនចាំវាម៉ត់តិចមកបងប្អូនចាំវាដាក់ចូលឆ្នាំងបងប្អូននេះណាអូអស់តោះហើយបងប្អូនអរគ្នាគាត់តែដាក់ចូលគ្រឿងក្រើថែមទឹកតាមតិចវាឈ្ងុយមកបងប្អូនយើងដាក់វាចូលយើងកូរវាទៅមកថែមស្ករប៊ីចេងអញ្ចឹងបងប្អូនអរគ្នាហើយយើងងាស់វានៅលើចក្រាននឹងឲ្យវារីងទឹកនឹងឲ្យផុយសិនណាបងប្អូនគេហៅថាទឹកប្រៃគោអញ្ចឹងតាមយើងដាក់ទឹកថែមបន្តទៀតនេះពេលខ្ញុំងាស់រីងហើយគឺខ្ញុំដាក់ទឹកធម្មតាយើងហ្នឹងបងប្អូនទាំងគ្នាយើងដាក់វាហើយយើងងាស់វាទៀតឲ្យវាពុះបងប្អូនយើងធ្វើបែបហ្នឹងដើម្បីសាច់ហ្នឹងគឺវាផុយល្អអញ្ចឹងបងប្អូនទាំងគ្នានេះតែពីយើងងាស់វាហើយយើងដាក់បន្លែយើងចូលហើយឃ្លោកនេះគឺឃ្លោកធម្មជាតិបងប្អូនអញ្ចឹងយើងដាក់តាមពុះទៅគឺវាឆ្អិនបានហូបបងប្អូនទាំងគ្នានេះខ្ញុំដាក់វាចូលយើងជុំទៅគឺឆ្ងាញ់មែនតើបងប្អូនទាំងគ្នាឃ្លោកគឺឡើងផ្អែមហ្មងបងប្អូននេះឆ្អិនណាស់នេះគឺងាយស្រួលធ្វើមែនតើបងប្អូនទាំងគ្នាអាចសាកល្បងតាមវិធីនេះមកណានេះទៅគឺឆ្ងាញ់មែនតើបងប្អូនទាំងគ្នាស្លមកជូរគ្រឿងយើងដាក់បន្លែធម្មជាតិរបស់យើងឃ្លោកតម្លៃអីហ្នឹងបងប្អូនទាំងគ្នាបងប្អូនអាចសាកល្បងធ្វើតាមវិធីនេះមកណាអរគុណច្រើន